ចង់ចែករំលែកដល់លោកស្រីបងប្អូនជាទីគោរពជាទីស្រឡាញ់តាក់ទងជាមួយនឹងការតំណាក់តំណងឬក៏សម្ព័ន្ធភាពនៃដំណើរច្បាប់ដែលវាពាក់ព័ន្ធគ្នាទាំងខាងក្នុងទាំងខាងក្រៅដែលខ្ញុំលើកឡើងថានៅពេលដែលយើងមានខាងក្នុងទើបយើងមាននៅខាងក្រៅនៅពេលដែលឆេះក្តៅក្រហល់ក្រហាយខាងក្នុងវានឹងរៀលដាលក្តៅក្រហល់ក្រហាយចេញទៅខាងក្រៅនៅពេលដែលលោកស្រីបងប្អូនមានសេចក្តីសុខក្តុំរមនានៅខាងក្នុងខ្លួនក្នុងចិត្តវានឹងសាយភាយកកើតសេចក្តីសុខសេចក្តីចម្រើននៅខាងក្រៅអញ្ចឹងអ្វីដែលសំខាន់វាតែងតែពាក់ព័ន្ធគ្នាមិនមែនសុកវាកើតឡើងព្រឹត្តិការណ៍វាកើតឡើងរឿងវិជ្ជមានរឿងអវិជ្ជមានវាកើតឡើងរឿងគប់ចិត្តមិនគប់ចិត្តវាកើតឡើងរឿងសោកសៅឬសប្បាយចិត្តខាងក្រៅដោយគ្មានឬគល់ឬកែវដោយគ្មានមូលហេតុនោះទេគ្រាន់តែខ្ញុំបញ្ជាក់ឲ្យខ្លីថាអ្វីគ្រប់បែបយ៉ាងវាផ្ដើមចេញពីឫសគល់ឬកែវរបស់វាហើយឫសគល់ឬកែវរបស់វានៅឯណាគឺវានៅក្នុងចិត្តវានៅក្នុងនគរកាយរបស់បងប្អូននិងខ្ញុំនិងមនុស្សជាតិនៅលើលោកាលោកីទាំងអស់អញ្ចឹងហើយវាជាអ្វីដែលលោកស្រីបងប្អូនគួរតែត្រេះរិះពិចារណាពីព្រោះកាលណាតែដើរមិនស្របគ្នាវាមានបញ្ហាដល់ខ្លួនឯងទៅកាន់អ្នកដទៃវាមានបញ្ហាពីបុគ្គលទៅកាន់បុគ្គលវាមានបញ្ហាពីក្រុមគ្រួសារមួយទៅកាន់ក្រុមគ្រួសារមួយវាមានបញ្ហាឆ្លងពីសហគមន៍មួយទៅសហគមន៍មួយពីប្រទេសជាតិមួយទៅប្រទេសជាតិមួយរហូតពាសពេញពិភពលោកទាំងរឿងអាក្រក់ទាំងរឿងល្អទាំងរឿងវិនិច្ឆ័យអន្តរាយទាំងរឿងលូតលាស់ចម្រុងចម្រើនសុខសន្តិភាពអញ្ចឹងអ្វីៗគឺផ្ដើមចេញពីកត្តាបុគ្គលម្នាក់ទៅផ្ដើមចេញពីខាងក្នុងទៅនៅពេលដែលយើងមានសេចក្តីសុខសេចក្តីចម្រើនពីខាងក្នុងសេចក្តីសុខសេចក្តីចម្រើនវានឹងកកើតនៅខាងក្រៅដូចគ្នានៅពេលដែលយើងក្តៅក្រហល់ក្រហាយនៅក្នុងចិត្តនៅក្នុងអារម្មណ៍វានឹងកកើតទៅជាសេចក្តីក្តៅក្រហល់ក្រហាយនៅខាងក្រៅដូចគ្នានេះគឺជាច្បាប់ធម្មជាតិមិនអាចប្រកែកបានទេអញ្ចឹងយើងត្រូវអភិវឌ្ឍត្រូវយល់យ៉ាងស៊ីជម្រៅអំពីសម្ព័ន្ធភាពនៃសំណាញ់កម្មដើម្បីយើងអាចអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាបុគ្គលដែលមាននៅសេរីភាពមាននៅសុខភាពមាននៅឧត្តមភាពមាននៅចិត្តជ្រះថ្លារីករាយសប្បាយដើម្បីយើងអាចផ្សាយចេញទៅកាន់ផ្នែកខាងក្រៅឲ្យកកើតទៅជាសន្តិសុខសេចក្តីសុខសេចក្តីចម្រើនដែលផ្ដើមចេញពីបុគ្គលម្នាក់បានយល់ដឹងអំពីលំហូរនៃច្បាប់កកើតមួយនេះចូលចម្រើនឡើងនៅការមានដ៏ពិតប្រាកដគឺមានសុខនៅក្នុងចិត្តនៅក្នុងបេះដូងនៅក្នុងជីវិតទើបយើងជាកោសិកានៃធម្មជាតិដែលផ្ដល់ពន្លឺសាយភាយឆ្លងទៅកាន់អ្នកដទៃក្នុងទម្រង់ល្អប្រសើរទាំងអស់គ្នាចូលរួមធ្វើសេចក្តីល្អទាំងអស់គ្នាសុខសាយក្រុមទាំងឡាយចុងបូពី